នាងខ្ញុំសូមអភ័យទោសសូមក្រាបសូមទោសលោកពូអភិបាលខេត្តសសុពុត្រែនាងខ្ញុំបានសាងកំហុសនេះឡើងដោយក្រុមគ្រួសារបងប្អូនសាច់ញាតិគឺគាត់អត់ដឹងទេនាងខ្ញុំគឺជាអ្នកប្រឌិតឡើងតែការពិតទៅគឺមានហ្នឹងខ្ញុំលក់យកលុយមកចាត់ចែងជួយបងប្អូនហើយនឹងឪពុកម្ដាយគាត់ឈឺចា៎នាងខ្ញុំឈ្មោះហាក់ជំហួយមានទីលំនៅនៅភូមិរាជានគរ1សង្កាត់ស្ទឹងត្រែងក្រុងស្ទឹងត្រែងខេត្តស្ទឹងត្រែងដោយថ្ងៃ5ហ្នឹងខ្ញុំបានមកដាក់ពាក្យបណ្ដឹងថាមានចោលចូលប្លន់នាងខ្ញុំដោយមានកំភ្លើងមានអីចឹងហើយក៏ខ្ញុំបានដាក់ពាក្យបណ្ដឹងហ្នឹងថាបាត់នេះអស់មួយតម្លឹង 3G លុយ7លានហើយនឹងខ្សែដៃនិងកងដៃកូនតែការពិតទៅគឺមានហ្នឹងខ្ញុំលក់យកលុយមកចាត់ចែងជួយបងប្អូនហើយនឹងឪពុកម្ដាយគាត់ឈឺចឹងខ្ញុំខ្លាចក្រែងខាងស្វាមីគាត់អែអន់សពុនចិត្តសួររឿងលុយហ្នឹងខ្ញុំអត់មានអីដោះសារខ្ញុំក៏ប្រឌិតឡើងតែនាងខ្ញុំសូមអភ័យទោសសូមក្រាបសូមទោសលោកពូអភិបាលខេត្តសសុពុត្រែនាងខ្ញុំបានសាងកំហុសនេះឡើងដោយក្រុមគ្រួសារបងប្អូនសាច់ញាតិគឺគាត់អត់ដឹងទេនាងខ្ញុំគឺជាអ្នកប្រឌិតឡើងតែម្នាក់ឯងក៏ដូចជាសូមទោសដល់ពូខាងក្រុមការងារតែធ្វើឲ្យគាត់រវល់ពិបាកដោយសារតែនាងខ្ញុំហើយនាងខ្ញុំសូមអភ័យទោសចំពោះប្រជាពលរដ្ឋដូចជារស់នៅក្នុងខេត្តស្ទឹងត្រែងដូចជាទូទាំងខេត្តដែលបានទទួលដឹងព័ត៌មាននេះសូមជ្រាបថានាងខ្ញុំប្រឌិតទេអត់បានជាការពិតទេឬប្លន់គឺខ្ញុំប្រឌិតដោយខ្លួនឯងហើយគ្មានអ្នកណាពាក់ព័ន្ធទាំងអស់នាងខ្ញុំគឺជាអ្នកប្រឌិតរឿងនឹងឡើងខាងគ្រួសារនិងសាច់ញាតិគឺគាត់អត់ដឹងរឿងទេនាងខ្ញុំយកលុយទៅចាត់ចែងជួយក្រុមគ្រួសារខាងខ្ញុំហើយក៏កើតជារឿងអស់លុយទៅខ្លាចក្រែងចិត្តប្តីគាត់ខឹងខ្លាចគាត់អន់សពុនចិត្តរឿងលុយចឹងទៅក៏នាងខ្ញុំប្រឌិតរឿងនេះឡើង